អ្នកទាំងអស់គ្នាកុំច្រឡំថាទូរស័ព្ទខ្ញុំធ្លាក់ទឹកក៏ប៉ុន្តែខ្ញុំយកទូរស័ព្ទមកថតរូបនៅក្នុងទឹកទេហើយទូរស័ព្ទនេះមានសមត្ថភាពពិសេសអាចថតទាំងរូបទាំងវីដេអូនៅក្នុងទឹកបានយ៉ាងល្អមកចង់ដឹងពីរបៀបថតរូបនិងវីដេអូនៅក្នុងទឹកអត់មកខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាចូលមកក្នុងកាមេរ៉ាព្រោះហើយអ្នកទាំងអស់គ្នាអូសមកខាងស្ដាំអ្នកទាំងអស់គ្នានឹងឃើញពាក្យថា underwater រួចចុចពាក្យ continue អ្នកទាំងអស់គ្នាចុចប៊ូតុងដំឡើងសំឡេងគឺសម្រាប់ថតរូបអ្នកទាំងអស់គ្នាចុចប៊ូតុងបន្ថយសំឡេងគឺសម្រាប់ថតវីដេអូហើយបើសិនជាអ្នកទាំងអស់គ្នាចង់បិទអេក្រង់ដើម្បី save power អ្នកទាំងអស់គ្នាអាចចុចប៊ូតុងនេះបាននៅពេលដែលអ្នកទាំងអស់គ្នាថតរូបហើយនឹងវីដេអូហើយអ្នកទាំងអស់គ្នាចុចប៊ូតុង power នេះឲ្យជាប់ចំនួន3វិនាទីដូចខ្ញុំធ្វើអញ្ចឹងណាដើម្បីឲ្យវារុញច្រានអាទឹកទាំងអស់ហ្នឹងចេញមកអ្នកនរគ្នាអីដែលខ្ញុំចាប់អារម្មណ៍មិនមែនត្រឹមតែថតបាននៅក្នុងទឹកទេអ្នកនរគ្នាគឺខ្ញុំចាប់អារម្មណ៍រូបរាងរបស់វារូបរាងចេញមកគឺស្លីមស្អាតហ្មងហើយសំខាន់ណាស់មើលកែមអ្នកនរគ្នាធ្វើចេញមកគឺអត់ឲ្យយើងពិបាកក្នុងការកាន់ទេកាន់ហើយគឺអត់មានអារម្មណ៍ថាមុតដៃទេអ្នកនរគ្នាអាកែមតិចតិចហ្នឹងគឺធ្វើឲ្យយើងស្រួលកាន់ហើយសំខាន់ទៀតគឺ texture របស់វាអ្នកនរគ្នាមើល texture មេបើអានោះគឺតាក់ទាញចិត្តស្រីស្រីគ្នាយើងហ្មងគ្រាន់ឃើញទូរស័ព្ទហ្នឹងហើយគឺស្រឡាញ់ហ្មងអ្នកនរគ្នាទោះបីតែខ្ញុំឃើញហើយទុកចិត្តអត់បានទេមិនត្រឹមតែមានរូបរាងស្អាតទេអ្នកទាំងអស់គ្នាទូរស័ព្ទនេះក៏មានមុខងារសំខាន់ពិសេសជាច្រើនទៀតដែរជាពិសេសគឺមុខងារថតរូបនឹងហ្មងដំបូងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីមុខងារ AI Live Photo ហើយមុខងារមួយហ្នឹងវាចាប់សកម្មភាពយើង3វិនាទីមុននឹងក្រោយពេលថតហើយវាធ្វើឲ្យរូបយើងមើលទៅរស់រវើកហ្មងជាពិសេសយើងអាចរើសរូបមួយណាក៏បានដែរយកទៅដាក់ cover របស់យើងហ្នឹងតើអស់ហើយអ្នកទាំងអស់គ្នាមុខងារ AI Live Photo ហ្នឹងក៏អាចបំលែងរូបភាពយើងទៅជាវីដេអូខ្លីឬក៏រូបភាព GIF ដែលយើងអាចយកទៅប្រើប្រាស់នៅក្នុង social media យើងដូចជា Instagram Facebook ឬក៏ Story បានអែមហួសហ្មងអ្នកទាំងអស់គ្នាហើយចំពោះ AI បង្កើតរូបភាពច្បាស់វិញអ្នកទាំងអស់គ្នាអាចយករូបភាពដែលអ្នកទាំងអស់គ្នាក្របហើយបាត់ quality ឬក៏រូបចាស់ៗដែលអ្នកទាំងអស់គ្នាស្រឡាញ់ហ្នឹងយកមកបង្កើនរូបភាពឲ្យវាទៅជារូបភាពដែលមាន quality ឡើងវិញជាពិសេសគឺរូបចាស់ៗហ្នឹងហ្មងដើម្បីធ្វើរូបភាពនឹងឲ្យច្បាស់ដំបូងយើងចូលទៅដល់ AI editor រួចហើយយើងចុចពាក្យ enhance clarity រួចហើយយើងចុច OK let's see អ្នកនរគ្នាអូយស្អាតខ្លាំងណាស់អ្នកនរគ្នាអើយនេះហើយអ្នកដែលគាត់ចិត្តថតរូបខ្ញុំដឹងថាអ្នកទាំងអស់គ្នាជួបប្រទះរឿងនឹងច្រើនហ្មងគឺថតរូបជាប់ជាមួយនឹង reflection កញ្ចក់មុខងារមួយនេះនឹងជួយអ្នកទាំងអស់គ្នា remove reflection នឹងចោលអស់ហ្មងធ្វើឲ្យរូបអ្នកទាំងអស់គ្នាដែលពិបាក edit ទៅជារូបដែល clean ស្អាតហ្មងណាដើម្បី remove reflection យើងចូលទៅពាក្យ edit រួចហើយយើងចុចលើ AI editor រួចហើយយើងនឹងឃើញពាក្យ remove reflection នៅខាងស្ដាំដៃឥឡូវកំពុងចាប់ផ្ដើម remove ឲ្យអ្នកទាំងអស់គ្នាចាំមើល result មើលវ៉ាវអ្នកទាំងអស់គ្នានេះខ្ញុំឲ្យមើល result អែមហួសហ្មងអ្នកនរគ្នានិយាយរួមទៅមាន Oppo Reno 13 Series 5G នៅក្នុងដៃដូចចេះវិតមុនហ្មងបើមិនជឿអ្នកទាំងអស់គ្នាសាក់ទិញ5 5គ្រឿង